ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវបន្តការអានសៀវភៅស្រីហេតោប្រទេសបន្តទៀតថ្ងៃមុនអានដល់កន្លែងដែលចចតមនកៈនិងចចករតកៈលែងទទួលបានការយកចិត្តទុកដាក់អំពីស្ដេចសីហៈហើយពួកគេក៏បានពិគ្រោះពិភាក្សាគ្នាអំពីបញ្ហាដែលបានកើតឡើងហើយឈានទៅដល់នាំមកនៅរឿងនិទានផ្សេងឥឡូវនេះមកចូលដល់រឿងកថាទី7គឺរឿងភរិយាគោបាលនិងសហាយ2នាក់នៅក្នុងក្រុងបរិយទ្វារាវតីមានស្ត្រីម្នាក់ជាភរិយាគោបាលជាស្រីចិត្តចើកហើហាយទៅចងចិត្តរីករាយដោយផ្លូវកាមលោកីនិងមន្ត្រីកាន់ដាជាតនដនិយុព្រមទាំងបុតកំឡោះគាត់ផងនៅក្នុងក្រុងនោះព្រោះថាភ្លើងតែងមិនឆ្អែតដោយអង្កត់អស់ទាំងឡាយមហាសមុទ្រតែងមិនឆ្អែតដោយទឹកស្ទឹងទាំងឡាយមរិតជោតែងមិនឆ្អែតដោយសពសត្វទាំងឡាយឯស្ត្រីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយដោយការឲ្យរង្វាន់ក៏មិនបានដោយការយកចិត្តក៏មិនបានដោយការប្រើអាវុធបង្ខំក៏មិនបានឬដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបានទៀតដោយពិតស្ត្រីភាពគឺគេទូនមានមិនងាយបានដោយប្រការទាំងពួងស្ត្រីភាពចិត្តដាច់ណាស់អាចលះបង់ប្តីដែលមានគុណដ៏ប្រសើរមានកិត្តិយសមានរូបល្អជាទីពេញចិត្តឆ្លាតក្នុងកាមវិធីមានទ្រព្យសម្បត្តិច្រើនឬនៅក្មេងស្រឡាងចោលភ្លាមមួយរំពេចហើយរត់ទៅរើសរកប្រុសគំរក់តាមថ្នល់ដែលឥតគុណនឹងចរិយាពិតប្រកបណាស់នារីសូមបីដេកលើតេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យក៏មិនគប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេជាគូស្នេហាថ្មីប្លែកមុខយកផែនដីជាក្រេក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេលថ្ងៃមួយភរិយាគោបាលនោះអង្គុយប្រឡែងលេងជាទីរីករាយជាមួយនឹងបុត្រតនដនិយុដោយកាមតណ្ហាកំពុងតែរីករាយដោយក្តីស្នេហាតនដនិយុមកដល់ភរិយាគោបាលក៏លោភយកបុត្រតនដនិយុនោះទៅលាក់ទុកក្នុងជង្រុកភ្លាមហើយចេញមកសំណេះសំណាលជាមួយតនដនិយុវិញនិយាយសើចលេងក្អាកក្អាយដោយក្តីប្រតិព័ទ្ធកាលនោះឯងគោបាលជាប្តីនាងនោះត្រឡប់ពីខ្វៀលគោមកដល់ភរិយាគោបាលឃើញប្តីមកដល់និយាយខ្សឹបនឹងតនដនិយុថាណែលោកតនដនិយុលោកកាន់ដំបងមួយហើយដើរចេញទៅរហ័សធ្វើអាការៈហាក់ដូចជាក្រោតខឹងណាស់និយាយរួចហើយតនដនិយុធ្វើតាមភ្លាមឯគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថាតនដនិយុនេះក្រោតខឹងរឿងអ្វីខ្លាំងម្ល៉េះភរិយាគោបាលឆ្លើយប្រាប់ថាលោកតនដនិយុលោកខឹងនឹងកូនលោកខ្ញុំមិនដឹងជាមានហេតុអ្វីដែរកូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើងឥឡូវខ្ញុំជួយយកទៅលាក់ក្នុងជង្រុករក្សាទុកទៅហើយលោកតនដនិយុចូលមកក្នុងផ្ទះយើងរកកូនលោកនោះមិនឃើញខឹងណាស់មុខក្រញ៉ូដើរចេញទៅវិញទៅ
ពេលនោះភរិយាគោបាលចូលតំណំយកបុត្រតណ្ដនាយកនោះចេញពីជង្រុកមកបង្ហាញប្តីព្រោះថាបុគ្គលក៏បីជ្រាបថាស្ត្រីបរិភោគអាហារទ្វេគុណមានប្រាជ្ញាចតុគុណមានកលមយាឆគុណនិងបរិភោគកាមអត្តគុណហេតុនោះហើយបានជាខ្ញុំចចកតមេនកៈពោលថារិះហេតុការណាមួយដែលកើតឡើងភ្លាមដោយមិនដឹងខ្លួនដូច្នេះជាដើមចចកករដកៈឆ្លើយឡើងថាឯងនិយាយនេះតែងមានសេចក្តីពិតហើយតែធ្វើដូចម្ដេចណោមេត្រីរាប់អានគ្នាទៅវិញទៅមកនៃសត្វទាំងពីរនោះកើតជាប់ជានិស័យស្និទ្ធស្នាលចិត្តជាប់លាប់ណាស់ទៅហើយយើងធ្វើដូចម្ដេចទើបអាចនឹងបំបែកគ្នាចេញបានចចកតមេនកៈឆ្លើយប្រាប់ថាយើងរកឧបាយបំបែកឲ្យទាល់តែបានព្រោះថានេះគឺចចកតមេនកៈនិងចចកករដកៈនឹងកំពុងតែរកឧបាយកលបាទដើម្បីបំបែកស្ដេចសីហៈជាមួយនឹងគោឧសភៈដោយសារតែទំនាក់ទំនងរាប់អានស្អិតល្មួតខ្លាំងណាស់រវាងស្ដេចចចកនិងគោឧសភៈម្ល៉េះអញ្ចឹងហើយបានជាឈានទៅដល់ការលែងមានចិត្តនឹករលឹកទៅដល់ចចកតមេនកៈនិងចចកករដកៈបាទដោយសារអីដោយសារចចកទាំងពីរហ្នឹងឲ្យមើលខាខុសត្រូវទៅលើឃ្លាំងហើយចចកទាំងពីរហ្នឹងតែងតែស៊ីចំណីអាហារនឹងអស់ហើយបន្ទាប់ពីបងប្អូនរបស់សីហៈនឹងមកដល់ក៏ណែនាំផ្ដល់ជាយោបល់ថាការកាន់ឃ្លាំងគួរតែឲ្យគោឧសភៈនឹងជាអ្នកមើលព្រោះគោឧសភៈមិនស៊ីសាច់ទេហើយឃ្លាំងយើងជាឃ្លាំងដែលមានសាច់ហើយគោឧសភៈស៊ីតែស្មៅអញ្ចឹងប្រកបណាស់គឺមិនស៊ីសាច់ទេតែចចកទាំងពីរជាសត្វដែលស៊ីសាច់ហើយឲ្យមើលសាច់អញ្ចឹងពេលខ្លះទៅក៏ស៊ីសាច់នឹងអស់ខានឡើយមានទាំងស្ដេចសីហៈនឹងស៊ីទៅទៀតបាទអញ្ចឹងហើយបានជាចចកគិតគ្នារកវិធីណាដើម្បីបំបែកមិត្តភាពរវាងគោឧសភៈនិងស្ដេចចចកកិច្ចការណាដែលគេអាចធ្វើឲ្យសម្រេចបានដោយឧបាយកិច្ចការនោះគេមិនបាច់ប្រើកម្លាំងព្យាយាមទេព្រោះប្រើឧបាយដោយខ្សែក៏ជាវិការៈនៃមាសក្អែកសម្រាប់ពោះវែកបាននេះគឺចចកតមេនកៈហ្នឹងប្រាប់ពីល្បិចកិច្ចកលឲ្យចចកករដកៈស្ដាប់ចចកករដកៈសួរថាចុះរឿងនោះដូចម្ដេចចចកតមេនកៈនិយាយរឿងនោះប្រាប់ថាកថាទី8រឿងក្អែកញីឈ្មោលនិងពស់មានក្អែកញីឈ្មោលមួយគូអាស្រ័យនៅលើដើមឈើមួយដើមក្នុងព្រំដើមឈើនោះមានពស់វែកមួយពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារតមកក្អែកញីរកកលពងទៀតនិយាយទៅកាន់ប្តីថាអ្នកបងជាទីពឹងគួរយើងលះបង់ចោលដើមឈើនេះទៅយើងហើរទៅរកដើមឈើឯទៀតអាស្រ័យនៅវិញព្រោះដើមឈើជាទីលំនៅយើងនេះប្រកបដោយភ័យពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយតទៅយើងអស់មានកូនចៅតពូជពងវងត្រកូលទៀតហើយព្រោះថាភរិយាចិត្តអាក្រក់សាមានមិត្តជាសត្រូវអ្នកបំរើប្រហើនពោលពាក្យតបនៅក្នុងផ្ទះមានពស់ទាំងអស់នេះលោកថាសុទ្ធតែជាមរិតឈុឥតសង្ស័យឡើយកាយឈ្មោលនិយាយតបវិញថាណែប្អូនសំឡាញ់ប្អូនកុំថប់ថ្វីទុកងារឲ្យបងរឿងនេះបងខំទ្រាំ
ទល់ទុកវេទនាចំពោះកំហុសធំនៃពោះវែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយឥឡូវនេះបងអត់ទ្រាំតទៅទៀតមិនបានទេក្អែកញីនិយាយនឹងក្អែកឈ្មោលថាចុះអ្នកបងធ្វើដូចម្ដេចទៅបើពោះវែកនេះវាមានកម្លាំងខ្លាំងច្រើនជាងយើងដល់ម្លេះអ្នកបងអាចហ៊ានទៅតតាំងនឹងវាបានដែរឬក្អែកឈ្មោលឆ្លើយថារឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វីនៅឲ្យស្ងៀមទៅព្រោះថានរជនណាមានប្រាជ្ញានរជននោះឈ្មោះថាមានកម្លាំងឯនរជនណាមិនមានប្រាជ្ញានឹងមានកម្លាំងមកពីណាចូលមើលសីហៈចូលឡើងចាងត្រូវទន្សាយសម្លាប់បានក្អែកញីសើចចំអកហើយសួរថាចុះរឿងនោះតើដូចម្ដេចក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ដូចតទៅនេះថាកថាទី9អញ្ចឹងកថាទី8ហ្នឹងមិនទាន់ចប់ណាបងប្អូនឥឡូវចូលទៅដល់រឿងកថាទី9ជារឿងមួយនៅក្នុងរឿងកថាទី8បាទរឿងសីហៈនិងទន្សាយនៅភ្នំមន្តរៈមានសីហៈមួយឈ្មោះថាទុទារន្តៈទុទារន្តៈតែងចាប់បសុសត្វទាំងឡាយច្រើនសម្លាប់ស៊ីជាចំណីអាហាររាល់ថ្ងៃសត្វទាំងឡាយផិតភ័យណាស់បបួលគ្នាមកប្រជុំរិះគិតរោគឧបាយហើយចូលទៅអង្វររោគសីហៈថាបបិទ្ធលោកជាស្ដេចមរិទ្ធហេតុអ្វីក៏លោកចាប់សម្លាប់បំផ្លាញបាក់សុសត្វបរិភោគជាអាហារម្ដងច្រើនដល់ម្លេះបើលោកជ្រះថ្លាយល់ព្រមតាមគំនិតយើងខ្ញុំនឹងបញ្ជូនបាក់សុសត្វមួយរាល់ថ្ងៃជាគ្រឿងបណ្ណាការមកជូនដើម្បីជាអាហារលោកពេលនោះទុរទានតៈឆ្លើយឡើងថាបើឯងទាំងឡាយមានប្រាថ្នាដូច្នោះអញត្រេកអរណាស់ហើយឯងធ្វើតាមបំណងឯងចុះតាំងពីពេលនេះតទៅចំណេកាលមកសីហៈលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសពដងទៀតហើយនៅតែនឹងកន្លែងចាំទទួលបណ្ណាការគឺបសុសត្វមួយដែលមរឹកទាំងឡាយបញ្ជូនមកឲ្យរាល់ថ្ងៃតមកដល់វេនទន្សាយចាស់មួយទន្សាយចាស់នោះគិតថាបុគ្គលធ្វើសេចក្តីគោរពអោនលំទោនព្រោះហេតុតែខ្លាចគេផងព្រោះតែចង់ឲ្យមានជីវិតរស់នៅផងថាបើអាត្មាអញទៀតតែដល់បញ្ចភាកដដែលប្រយោជន៍អ្វីអាត្មាអញនឹងត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះដល់បញ្ចភាពហ្នឹងបានន័យថាដល់នៅសេចក្តីស្លាប់ណាបងប្អូនបាទទន្សាយគិតបណ្ដើរទៅសន្សំបន្តិចចូលទៅរកទុរទានតៈពេលនោះទុរទានតៈដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោតច្រឡោតខឹងនិយាយត្រគោះបោះបោកទៅឲ្យទន្សាយថាយីអានេះឯងអាឡ័យតែដើរទៅលេងជាប់នៅឯណាឲ្យយឺតយូរក្របានមកដល់ទន្សាយលោមតោមអង្វរថាទេវៈខ្ញុំបាទមិនមានកំហុសទេកាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហៈមួយធំណាស់មកចាប់ខាត់ខ្ញុំបាទទាំងអំណាចខ្ញុំបាទបាននិយាយអង្វរក៏ស្បត់ស្បែចំពោះសីហៈកំណាចនោះថានឹងត្រឡប់ទៅជួបវិញសូមតែអនុញ្ញាតឲ្យខ្ញុំបាទចូលមកជម្រាបលោកម្ចាស់ក្នុងទីនេះឲ្យបានជ្រាបជាមុនសិនព្រោះហេតុនេះបានជាយឺតយូរក្របានមកដល់ឆាប់ទុរទានតៈបានស្ដាប់ហើយទុរទានតៈហ្នឹងគឺជាឈ្មោះនៃសីហៈណាបងប្អូន
ស្ដាប់ហើយក្រេវក្រោតឆេវសួរតបទៅវិញទាំងកំរោលថាបើដូច្នោះអាឯងនាំអញទៅបង្ហាញឲ្យឆាប់ឥឡូវនេះតើអាប្រហើនកោងកាចនោះវានៅឯណាពេលនោះទន្សាយនាំសីហៈត្រនងនោះទៅបង្ហាញអណ្ដូងជ្រៅស្រឡងមួយលុះដើរទៅដល់មាត់អណ្ដូងនោះហើយនិយាយប្រាប់ថាសូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនឯងចុះវានៅក្នុងអណ្ដូងនោះឯងឯទុរទានតាំងដើរចូលទៅចិត្តក្រឡេកមើលក្នុងអណ្ដូងឃើញស្រមោលខ្លួនសម្គាល់ថាជាសីហៈមួយធំសម្បើមអស្ចារ្យខ្លាញ់ខ្លាំងណាស់ដំឡើងប្រែងសម្ដែងរិទ្ធដល់ខូលោតចុះទៅសង្គ្រប់ក្នុងអណ្ដូងដោយក្តីត្រនងយំខ្នងក៏ដល់នៅក្តីបញ្ចភាពស្លាប់ឯដល់កាលនោះទៅហោងហេតុនោះហើយបានជាបងក្អែកឈ្មោលនិយាយប្រាប់ថានរជនណាមានប្រាជ្ញានរជននោះឈ្មោះថាមានកម្លាំងដូច្នេះជាដើមកែកញីសួរថាខ្ញុំបានស្ដាប់អស់អាតសេចក្តីហើយតើអ្នកបងគិតធ្វើឧបាយនោះដូចម្ដេចចូលប្រាប់ឧបាយនោះឲ្យខ្ញុំដឹងមើលកែកឈ្មោលនិយាយប្រាប់ថានៅស្រះបោករណីទឹកថ្លាយល់ដីចិត្តទីឋានយើងនេះមានពរាជបុត្រទាំងឡាយតែងយាងចូលមកប្រពៀតក្រសាលស្រង់ឧតកវារីលេងសប្បាយរាល់ថ្ងៃក្នុងស្ថានសម័យស្ដេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសម្រាប់តែងព្រះអង្គទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់ចូលប្អូនហើចុះទៅឆក់លួចយកនៅខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុះហើយនាំយកមកទម្លាក់ក្នុងប្រុងដែលពោះចង្រៃវាអាស្រ័យនៅថ្ងៃមួយព្រះរាជបុត្រទាំងឡាយស្ដេចយាងមកស្រង់ក្រសាលឧតកវារីមេក្អែកក៏ធ្វើដូចបានគិតគូគ្នាទុកមុនគ្រានោះឯងព្រះរាជបុត្រទាំងឡាយបានទាត់ឃើញមេក្អែកឆក់យកខ្សែព្រះសូរងដូច្នេះស្ដេចដេញតាមមេក្អែកដើម្បីដណ្ដើមយកខ្សែព្រះសូរងនោះរហូតទៅដល់ប្រុងទៅប្រទះឃើញពស់វែកនោះហើយក៏បបួលគ្នាវាយសម្លាប់ចោលបង់មកសៀតទៅហោងព្រោះហេតុនោះបានជាខ្ញុំចចកតមនកាំងពោលថាកិច្ចការណាដែលគេអាចធ្វើឲ្យសម្រេចបានដោយឧបាយដូច្នេះជាដើមចចកការដកានិយាយចាក់បណ្ដោយថាបើដូច្នោះចូលឯងទៅចាត់ចែងធ្វើក្នុងកាលឥឡូវនេះទៅហើយសូមឲ្យបានសម្រេចប្រកបតាមសេចក្តីប្រាថ្នាកំបីខានឡើយលំដាប់នោះឯងចចតមនកៈដើរចូលទៅរកបង្គកលកៈបង្គកលកៈហ្នឹងគឺជាឈ្មោះនៃសីហៈពីខាងដើមស្ដេចសីហៈណាបងប្អូនបាទលោកចូលទៅដល់ហើយលើកទុសកប្រណំទៅពោលពាក្យថាទេវៈខ្ញុំបាទសង្កេតឃើញហេតុការប្រកបដោយភ័យធំគួរឲ្យវិតកៈខ្លាំងទើបចូលមកជួបលោកជាម្ចាស់ដោយប្រញាប់ប្រញាល់ព្រោះថាក្នុងគ្រាអន្តរាយឬក្នុងការដើរខុសកន្លងផ្លូវឬក៏ក្នុងការប្រព្រឹត្តកន្លងឱកាសជាកាលគួរនិរជនជាអ្នកធ្វើប្រយោជន៍ទូទៅសូម្បីគេមិនសាកសួរក៏គប្បីស្នើណែនាំផ្លូវដោយពាក្យជាកល្យាណធម៌ដែរព្រះរាជាភាកសម្រាប់ត្រង់រងនៅភោគសុខមិនមែនជាភាកសម្រាប់ត្រង់រងនៅរាជការទេកាលបើរាជការវិនាសខូចខាតហើយមន្ត្រីត្រូវជាប់ទោសក្នុងករណីនេះសូមលោកម្ចាស់ពិចារណាមើលចុះក្រមនេះជាវិធីដំណើរការនៃអាមាត្យទាំងឡាយលោកថាការស៊ូលះបង់ជីវិត
ពុំនោះការកាត់សិរសាអាមាត្យឲ្យដាច់ចេញជាការកប់ប្រសើរណាស់តែអាមាត្យភក្តីធ្វើប្រងើយកន្តើយចំពោះអាមាត្យក្បត់ដែលប្រុងសម្លាប់ម្ចាស់របស់ខ្លួនដើម្បីធ្វើជាម្ចាស់ផែនដីមិនកប់ប្រសើរសោះឡើយពឹងកលកាំងត្រេកអរសាទរណាស់សួរទៅវិញថាបើដូច្នោះតើឯងត្រូវការនិយាយដូចម្ដេចខ្លះចចកតមនកាំងនិយាយឡើងថាទេវៈគោសញ្ជីវកៈសំដែងអាការៈកិរិយាចំពោះមុខខ្ញុំបាទមើលទៅហាក់មិនគួរកប់បីដល់លោកម្ចាស់សោះនេះចាក់រុកណាបងប្អូនមានពោលពាក្យនិន្ទាត្រគោះបោះបោកមើលងាយព្រះចេស្តាសក្តានុភាព3ប្រការប្រាថ្នាលោភលន់ប្រុងដណ្ដើមយករាជសម្បត្តិប៉ឹងកលកាំងបានស្ដាប់ពាក្យញុះញង់នេះហើយភ័យតក់ស្លុតនឹងអស់ចានឹកអស់ចាក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្ដីសោះចចតមនកាំងនិយាយបន្ថែមទៀតថាទេវៈលោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ហើយតាំងសញ្ជីវកៈនេះឲ្យកាន់តំណែងធំអភិបាលសម្រាប់រាជការផែនដីទាំងអស់អំពើនេះជាទោសធំសម្បើមណាស់ព្រោះថាស្រីទ្រទ្រង់នៅមន្ត្រីដែលមានសក្តានុភាពខ្លាំងនឹងម្ចាស់ផែនដីឲ្យរឹងជំហរហើយយកជើងទាំងពីរទប់ជ្រែងឯស្រីនោះជាស្ត្រីភាពមានសមត្ថភាពមិនអាចទប់ទល់នៅភារៈដ៏ធ្ងន់ទាំងពីរឲ្យប្រព្រឹត្តទៅបានទេម្ល៉េះហើយតោងទម្លាក់ភារៈណាមួយចោលក្នុងភារៈទាំងពីរនោះគឺខ្ញុំបាទឬលោកម្ចាស់ក្នុងកាលណាព្រះភូមិបតីទ្រង់តែងតាំងមន្ត្រីណាមួយជាឯកអគ្គផ្ដាច់ការក្នុងរាជក្នុងកាលនោះក្តីស្រវឹងយោះតែងហូរចូលទៅគ្របសង្កត់ចិត្តមន្ត្រីនោះដោយអំណាចមោហធម៌មន្ត្រីនោះឯងរមែងទម្លាយបង់នៅការងារឲ្យវិនាសដោយអំណាចស្រវឹងយោះនឹងក្តីខ្ជិលច្រអូសមិនខានកាលបើការងារវិនាសហើយសេចក្តីលមោបអន្ទះអន្ទែងនឹងបង្កក្តីចង់បានកាន់អំណាចដាច់ខាតខ្លួនឯងឲ្យកើតឡើងក្នុងចិត្តលំដាប់តទៅដោយសេចក្តីលមោបអន្ទះអន្ទែងចង់បានការកាន់អំណាចដាច់ខាតខ្លួនឯងនេះជាមូលហេតុមន្ត្រីនោះនឹងទ្រុសធ្វើគុតម្ចាស់ខ្លួនឲ្យដល់ក្តីខ្សិនខ្សៃប្រាណមិនខានឡើយអាហារទៅទឹកជ្រាបដោយពឹសពលថ្មិញដែលរង្គើនិងអាមាត្យប្រទុះទាំងអស់នេះត្រូវក៏កាយដកចោលឲ្យទាល់តែអស់ដល់បាតដល់ឫសគល់ទើបបានក្តីសុខព្រះរាជាអង្គណាប្រគល់ព្រះរាជស្រីឲ្យជាអាយ័តដាច់ខាតដល់មន្ត្រីណាហើយក្តីវិនាសអន្តរាយនឹងកើតមានប្រកបក្នុងទីនោះព្រះរាជាអង្គនោះនឹងទ្រង់ផ្ទុំកើតទុកសោកសៅក្តៅក្រហាយដូចមនុស្សខ្វាក់ឥតអ្នកដឹកដៃសញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហាផែនដីតាមតែទំនើងចិត្តវាលោកម្ចាស់ជាបន្ទាល់សាកសីក្នុងរឿងនេះស្រាប់ហើយបានទាំងជ្រាបច្បាស់នៅកិច្ចការទាំងអស់នេះសពគ្រប់ផងព្រោះថាបរោះណាមិនចង់បានទ្រព្យបរោះនោះមិនមាននៅក្នុងលោកនេះទេក្នុងលោកនេះនរណាមួយមិនក្រឡេកមើលដោយសារចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីស្រឡាញ់ពេញចិត្តជនដទៃសីហពិចារណាមើលមួយស្របក់ឆ្លើយតបទៅវិញថាណែសម្លាញ់ពាក្យដែលឯងនិយាយនេះ
ពិតមែនហើយទោះបីដូច្នោះគួរនឹកដល់ការកំសត់កំរដែលយើងនិងសញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នាលស្នេហាយ៉ាងខ្លាំងមកយូរយារណាស់ហើយផងឯងមើលចុះលោកថាមិត្តណាជាទីស្រឡាញ់ពេញចិត្តបើទុកជាកុហកបោកប្រាស់យើងខ្លះមិត្តនោះនៅតែជាទីស្រឡាញ់ពេញចិត្តដដែលដោយរាងកាយយើងទោះបីមានរោគាព្យាធិប្រទូសពទាំងពួងអ្នកណាមួយមិនស្រឡាញ់រាងកាយរបស់ខ្លួនមិត្តណាជាទីស្រឡាញ់ពេញចិត្តសូម្បីធ្វើឲ្យយើងមិនពេញចិត្តច្រើនយ៉ាងមិត្តនោះនៅតែជាមិត្តជាទីស្រឡាញ់ពេញចិត្តដដែលដោយភ្លើងសូម្បីឆេះមន្ទីរមហាសាលអ្នកណាមួយលេងនិយមរាប់អានភ្លើងទៀតចចតមនកាំងនិយាយថែមទៀតថាទេវៈរឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថាព្រះរាជាទាត់ប្រណេតដោយក្រៃលែងចំពោះជនណាទោះជាព្រះរាជបុត្រក្តីទោះជាអាមាត្យក្តីឬក៏ជាជនបរទេសក្តីលក្ស្មីទ្របតែងរត់ចូលទៅជាសេរីនៃជននោះសូមលោកម្ចាស់ស្ដាប់ពាក្យនេះតទៅទៀតថាការរលត់បាំងនៅពាក្យជជែកដែលមិនជាទីស្រឡាញ់ពេញចិត្តតែងនាំមកនៅសេចក្តីសុខទីណាមានអ្នកនិយាយហើយមានអ្នកស្ដាប់ទីនោះក្តីសម្រេចផលគួរជាទីពេញចិត្តតែងកើតឡើងពេលនេះព្រះបាទជាម្ចាស់ដកដាលខ្ញុំរាជការចាស់ជាឫសគល់ចោលអស់ហើយទៅតាំងបន្ទប់លើកដំកើងជនបរទេសអាគន្តកៈជាត្រីមុខជាឲ្យជាធំជាងពួកខ្ញុំរាជការចាស់វិញអំពើនេះមិនត្រឹមត្រូវតាមធម៌ទេព្រោះថាព្រះភូមិបាលមិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអាគន្តកៈដោយអាងហេតុថាខ្ញុំរាជការចាស់ប្រព្រឹត្តខុសទេអំពើនេះជាទោសធំណាស់ព្រោះថាជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិឲ្យវិនាសឬអ្វីសីហនិយាយទៅតឹងទាស់ថាពាក្យឯងនេះប្លែកអស្ចារ្យណាស់មិនមែនឬអ្វីសញ្ជីវកៈនេះយើងបានឲ្យអភ័យហើយនាំយកមកទំនុកបំរុងឲ្យធ្វើការឲ្យមានកិត្តិយសហេតុដោយម្ដេចក៏ឯងសម្គាល់យល់ថាវាគិតប្រទូសក្បត់រាជយើងទៅវិញចចតមនកាំងនិយាយបញ្ជាក់ថាទេវៈមនុស្សទុរជនបើទុកជាលើកដំកើងឲ្យមានយសស័កជានិច្ចក៏ដោយក៏នៅតែមិនមានក្តីស្មោះត្រង់មិនលះបង់ប្រក្រតីដើមដោយកន្ទុយឆ្កែសូម្បីគេយកប្រេងលាបរិទ្ធឲ្យត្រង់ក៏មិនលះបង់ចុងស្ទើតទៅលើដូចប្រក្រតីវាឡើយធម្មតាកន្ទុយឆ្កែទោះជាគេកែយកប្រេងលាបយកខ្សែចងយកសម្ពុតរុំចងទុកអស់12ឆ្នាំក៏ឥតអំពើកាលណាគេស្រាយចំណងចេញក៏ត្រឡប់កងកន្ទុយងកងក់ឡើងវិញដូចប្រក្រតីដើមការបណ្ដោះបណ្ដាលឲ្យចម្រើនឬការរាប់អានលើកដំកើងឲ្យប្រសើរនឹងអាចញ៉ាំងមនុស្សខលខូចចិត្តអាក្រក់ឲ្យត្រេកអរពេញចិត្តដោយម្ដេចកើតដូចដើមឈើមានពឹសពុលសូម្បីយកទឹកអម្រឹតទៅស្រោចស្រពក៏មិនអាចត្រឡប់ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរព្រោះហេតុនោះបានជាខ្ញុំនិយាយថានរជនមិនចង់ឲ្យកល្យាណមិត្តណាបានក្តីវិនាសសូម្បីកល្យាណមិត្តនោះមិនសាសួរមុនក៏គួរគប្បីប្រាប់ឧបាយឲ្យកើតប្រយោជន៍ដែរនេះជាធម៌នៃលោកសប្បុរសទាំងឡាយបើពុំនោះទេនរជននោះនឹងធ្លាក់
ក្នុងកតេនៃជនមានមតិថោកទាបសេចក្តីដូចលេខរៀងទី124ខាងដើមនរជនណាខាត់ហាមមិនឲ្យធ្វើអំពើអកុសលនរជននោះឈ្មោះថាជាមិត្តនាំឲ្យរឹតតែរុងរឿងកម្មណាប្រាសចាកមន្ទិលគឺពាក្យតេះដៀលកម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃស្រីណាប្រព្រឹត្តតាមឆន្ទៈស្វាមីស្រីនោះឈ្មោះថាជាភរិយានរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរនរជននោះឈ្មោះថាជាបណ្ឌិតធម្មជាតិណាមិនឲ្យស្រវឹងសៅមងធម្មជាតិនោះឈ្មោះថាជាសេរីនរជនណារួចពីខ្ញុំតណ្ហានរជននោះឈ្មោះថាជាបុគ្គលមានសេចក្តីសុខនរជនណាស្មោះត្រង់តាមប្រក្រតីនរជននោះឈ្មោះថាជាមិត្តនរជនណាទូនមានឥន្ទ្រីបាននរជននោះឈ្មោះថាជាបរោះរឿងនេះថាបើលោកម្ចាស់មិនព្រមត្រឡប់ស្មារតីបណ្ដោយឲ្យសញ្ជីវកៈធ្វើគុតឲ្យរលត់ផុតជីវិតវិនាសទាំងដែលទ្រង់បានជ្រាបរួចហើយកំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្ត្រីខ្ញុំបម្រើទេព្រោះថាព្រះនរោបតីជាប់ប្រតិស្អិតក្នុងកាមមិនគយគុណមើលកិច្ចរាជការនិងផលប្រយោជន៍ប្រទេសជាតិប្រព្រឹត្តធ្វើតាមតែទំនើងប្រតិស្រវឹងពុនពេកក្រៃដូចដំរីចុះព្រេងកាលតមកត្រង់កើតមានះខ្សាត់គ្រាប់សង្កត់ធ្លាក់ព្រះអង្គទៅក្នុងជ្រោះជ្រៅគឺសេចក្តីសោកសល់ហើយត្រង់តែងដាក់ទោសទម្លាក់ខុសមកលើអាមាត្យមុខមន្ត្រីមិនបាននឹកនាដល់ទោសពីកំហុសកន្លងវិន័យព្រះអង្គឯងឡើយបង្កលកាំងនឹកតែក្នុងចិត្តថាព្រះរាជាមិនត្រូវដាក់ទណ្ឌកម្មដល់ជនដតីដោយអាងយកតែពាក្យពោលបង្ខុសនៃជនឯទៀតឡើយគួរក៏បីសាកសួរឲ្យឃើញទោសប្រតិយៈដោយខ្លួនសិនសឹមត្រូវចាប់ចងដាក់ទោសឬពុំនោះត្រូវបូជានរជនមិនបានពិចារណាគុណនឹងទោសឲ្យឃើញម៉ត់ចត់តាមវិធីមុនសិនទេមិនគួរអាណិតលើកលែងឬដាក់ទោសតាន់ទេដោយការមើលងាយយកដៃលូកទៅក្នុងមាត់ពោះឈ្មោះថាយកក្តីវិនាសមកឲ្យខ្លួនឯងពិតប្រកបឥតសង្ស័យឡើយនឹកឃើញដូច្នេះហើយទើបសីហៈបង្កលកាំងប្រកាសខ្លាំងថាបើដូច្នោះត្រូវហៅសញ្ជីវកៈឲ្យចូលមកនឹងប្រាប់ឲ្យដឹងខ្លួនឬអ្វីជាចោតែមានកាំងឆ្លើយតបដោយប្រញាប់ថាទេមិនបានទេធ្វើដូច្នេះនាំឲ្យគេឯងដឹងឮច្រើនបែកការសម្ងាត់អស់ហើយព្រោះលោកថាពូជគឺការសម្ងាត់នេះសូម្បីតែបន្តិចបុគ្គលគប្បីលាក់ទុកដោយប្រពៃគប្បីរសាទុកដោយមើងម៉ាត់តាមដែលនឹងអាចមើងម៉ាត់បានបុគ្គលត្រូវប្រយ័ត្នកុំឲ្យបែកការឡើយការសម្ងាត់នោះបើបែកធ្លាយហើយមិនដោះដាលបានផលសម្រេចទេការងារដែលត្រូវចាប់ធ្វើឬដែលត្រូវបង្កប់គេឬដែលត្រូវធ្វើខ្លួនឯងបើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ធ្វើឲ្យបានរុះរាន់ទាន់ពេលទេកាលវេលានឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីងព្រោះហេតុនោះការងារអ្វីដែលនរជនប្រពធ្វើហើយត្រូវតែចាត់ការភ្លាមដោយការប្រយ័ត្នប្រយែងមើងម៉ាត់ដែលអាចនឹងប្រសើរបានព្រោះថាការសម្ងាត់ដោយទាហានមិនមានទឹកចិត្តមាំមួនសូម្បីមានគ្រឿងក្រោះការពារសារពាង្គកាយបរិបូរណ៍ហើយក៏មិនអាចធន់ទ្រាំស្ថិតនៅក្នុងកន្លែងអស់កាលយូរបានព្រោះ
គេព្រោះក្តីរង្គៀសខ្លាចក្រែងអាចឲ្យសត្រូវតយុទ្ធទម្លាយបានបើទុកជាសញ្ជីវកៈនេះមើលឃើញទោសកំហុសខ្លួនហើយចូលមកលោកម្ចាស់សូមឲ្យលុះលាត្រាប្រណីបើទុកជាសញ្ជីវកៈនេះមើលឃើញទោសកំហុសខ្លួនហើយចូលមកលោកម្ចាស់សូមឲ្យលុះលាត្រាប្រណីទោសក៏មិនគួរកប់បីសម្ដែងមេត្រីយកជាមិត្តតទៅមុខទៀតដែរព្រោះថានរជនណាចងសម្ព័ន្ធមេត្រីម្ដងទៀតចំពោះមិត្តដែលបានប្រទោសរួចម្ដងហើយនរជននោះឯងឈ្មោះថាទៅកាន់យកម្រិតចុតែម្ដងដូចមេសេះពោផ្ទៃសេះអសដដូច្នោះឯងសីហាងនិយាយដោយក្លាហានថាយើងចង់ដឹងដែរតើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគុតដណ្ដើមរាជយើងម្លាទៅចចតមនកੰឆ្លើយតបទៅវិញថានរជនមិនដឹងភារៈនៃការតាក់ទងនឹងជនដតីហើយមិនត្រូវគ្នាចុះមតិសម្គាល់សមត្ថភាពគេថាដូចម្ដេចឡើយចូលមើលសមុទ្រក៏ចោលចាញ់ទេជះដៃសពបើត្រដេវិចដែរសីហាំងសួរថាចុះរឿងនោះតើដូចម្ដេចចចតមនិកੰនិយាយរឿងនោះដូចតទៅនេះថានេះគឺជាគំនិតរបស់ចចតមនិកៈលើករឿងរ៉ាវផ្សេងមកសំអះសំអាងអំណះអំណាងចាប់ទោសអូសដំណើរដាក់កំហុសចោតប្រកាន់ទៅលើសញ្ជីវកៈគោឧសភៈបងប្អូនដោយសារតែទំនាក់ទំនងមិត្តភាពរវាងបង្កលកៈសីហៈនិងសញ្ជីវកៈគោឧសភៈនឹងវាមានភាពស្និទ្ធស្នាលពេករហូតទៅដល់ភាពស្និទ្ធស្នាលមិត្តភាពរបស់គោឧសភៈនិងសីហៈបង្កលកៈនឹងបណ្ដាលឲ្យស្ដេចសីហៈបង្កលកៈហ្នឹងភ្លេចថាខ្លួននឹងមានកូនចៅផ្សេងដូចជាចចតមនិកៈនិងចចករដកៈជាដើមដោយសារតែចចតមនិកៈជាពិសេសគឺចចតមនិកៈហ្នឹងហើយជាអ្នកមានគំនិតច្រើនបាទដោយសារតែឃើញទំនាក់ទំនងគោឧសភៈនិងសីហៈបង្កលកៈហ្នឹងវាល្អកល្អិនស្និទ្ធស្នាលពេកហើយភ្លេចខ្លួនអញ្ចឹងធ្វើយ៉ាងណាដើម្បីឲ្យសីហៈហ្នឹងនឹកនីរាប់រកខ្លួនវិញក៏រកវិធីឧបាយកលធ្វើយ៉ាងណាដើម្បីឲ្យមិត្តភាពរវាងស្ដេចសីហៈបង្កលកៈនិងគោឧសភៈសញ្ជីវកៈហ្នឹងបែកខ្ញែកខ្ចាត់ខ្ចាយចេញពីគ្នាអញ្ចឹងហើយបានជាប្រឹងស្វះស្វែងរកវិធីមធ្យោបាយឧបាយកលផ្សេងដើម្បីញុះញង់ចាប់ទោសអូសដំណើរដោយចោទប្រកាន់ថាសញ្ជីវកៈគោឧសភៈនឹងកំពុងតែរកវិធីដើម្បីធ្វើគុតស្ដេចសីហៈបង្កលកៈហើយសោយរាជជំនួសតែទោះបីជានិយាយរបៀបនេះយ៉ាងណាក៏ដោយនៅមិនទាន់ជឿទុកចិត្តនៅឡើយទេបាទសីហៈបង្កលកៈហ្នឹងនៅមិនទាន់ជឿសម្ដីចចនៅឡើយទេចំណុចនេះនៅតែយល់ឃើញថាគោឧសភៈសញ្ជីវកៈហ្នឹងជាមិត្តដែលស្មោះត្រង់ជាមិត្តដែលល្អគួរជាទីរាប់អាននៅឡើយហើយក៏ចចតមនិកៈហ្នឹងក៏លើកហេតុផលរឿងរ៉ាវជាបន្តមកទៀតរហូតមកដល់កថាទី10នេះបញ្ជាក់ពីរឿងត្រដែវិចញីឈ្មោលនិងសមុទ្រតែឥឡូវសូមស្លាស់ត្រឹមប៉ុណ្ណេះសិនចាំវគ្គក្រោយនឹងបញ្ចប់បងប្អូនណានឹងបញ្ចប់ភាគ2បាទឥឡូវត្រឹមស្លាស់ត្រឹមរឿងត្រដែវិច
ញីឈ្មោលនិងសមុទ្រសូមអរគុណសូមជម្រាបលា